นี่ឃើញថាឆែកមើលទៅពុយស៊ីបតអញ្ចឹងនឹងធ្វើឲ្យគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជាងមុនតឃើញពុយស៊ីបដាច់សាតទៅកាន់តែធ្ងន់ធ្ងរនេះឡែកកលែងបរិសម្លេងតអស់សល់ទេធ្ងន់ធ្ងរខាងបរិសម្លេងឡែក M5 ហ្នឹងវាទៅបាត់ហើយនេះតអស់មានសល់អីជឿមិនថាបបាឃើញពុយស៊ីបដាច់តទៅវាធ្វើឲ្យការៈហ្នឹងកាន់តែធ្ងន់ធ្ងរចូលទឹកយើងលាងទឹកសាប៊ូយើងធម្មតាហាលឲ្យស្ងួតនិយាយរួមទៅឲ្យស្ងួតមកមើលគាត់ហ្នឹងឲ្យស្ងួតដល់ពេលអញ្ចឹងអីវ៉ាន់ហ្នឹងវារៀងសើមតិចក៏វានៅសើមអញ្ចឹងហើយយើងបើកទៅវា short current ដល់ពេលអញ្ចឹងវាគប់ធ្វើឲ្យវាគប់តែដល់ពេលឃើញដាច់ពុយស៊ីបសាពុយស៊ីបដាក់សាពុយស៊ីបដាក់ធ្ងន់ធ្ងរលើដើមសាពុយស៊ីបដាក់អញ្ចឹងធ្ងន់ធ្ងរលើដើមពុយស៊ីបកាន់តែធ្ងន់ធ្ងរនេះឯពុយស៊ីបសាដាក់10 អំពែ257ព្រោះការដាក់ពុយស៊ីបអញ្ចឹងវាមិនជួយឲ្យដំណើរការវិញទេកាលណាដាច់ពុយស៊ីបឲ្យវា short current នៅក្នុង amplifier យើងក្នុងគ្រឿងផ្នែកបរិយាសម្លេងរបស់វាហ្នឹងវាខូចហើយដាក់ពុយស៊ីបកាន់តែផ្សារអញ្ចឹងអានេះវាមានអីដាច់ដល់ពេលវា short មកទៀតវាអត់ដាច់វាធ្វើឲ្យវា feedback ទៅឧបករណ៍ផ្សេងទៀតហ្នឹងបាទអញ្ចឹងវាការៈហ្នឹងវាធ្វើឲ្យអស់លុយច្រើនបាទធ្វើឲ្យអស់លុយច្រើនមានថាអស់លុយច្រើនបើវាខូចច្រើនផ្នែកបំលែងភ្លើងពី AC ទៅ DC នឹងក៏ខូចផ្នែកបរិយាសម្លេងក៏ខូច driver សម្លេងក៏ខូចទៀតខូចទាំងអស់ព្រោះដោយសារអីវាខូចវា short current នៅពីដើមមកវាធ្វើឲ្យផ្នែកបរិយាសម្លេងនេះវាខូចតែដំបូងណាទៅវាធ្វើឲ្យពុយស៊ីបនឹងដាច់លោតដាច់តែម្ដងដល់ពេលអញ្ចឹងផ្សារភ្ជាប់វាម្ដងទៀតផ្សារពុយស៊ីបហ្នឹងណាផ្សារពុយស៊ីបនឹងជាប់ទៀតវាធ្វើអាការៈហ្នឹងកាន់តែធ្ងន់ធ្ងរតទាំងអស់បាទទាំងអស់នេះផ្នែកបរិយាសម្លេងនេះត driver សម្លេងទៅបាទគ្រោះថ្នាក់ណាហ្នឹងអានឹងវាឧបករណ៍ដូចជាចាហាល់អីដាក់អញ្ចឹងឆេះទេចាហាល់តឲ្យដាក់អញ្ចឹងក៏ឆេះទេឆាល់វាមានពុយស៊ីប restart របស់វាមួយដែរវាឃើញដាច់អញ្ចឹងតដាក់អញ្ចឹងទៀតឆេះហើយទេអត់សល់ទេវាធ្វើឲ្យលួសនឹងក្តៅខ្លាំងឆេះអាចជាប់អ៊ីសូឡុងនៅខាងក្រៅហ្នឹងណាឆេះចាហាល់ឆេះទៀតបានទេបាទបងប្អូនប្រយ័ត្នចែកទាំងអស់គ្នាបាទសូមអរគុណច្រើនដែលបានទស្សនាវីដេអូ